បើក្នុងទូឃើញមានជាមួយនឹងប្រហិតសាច់គោហើយចៃដន្យនេះនឹកឃើញថាក្រោយផ្ទះមាត់អូហ្នឹងគឺមានតកួនស្រាប់ទៀតអញ្ចឹងក៏ចង់ធ្វើជាមួយនឹងប្រហិតសាច់គោបំពងតកួនជាមួយនឹងនំប៉័ងតែម្ដងអញ្ចឹងតវងខ្ញុំមកបេះតកួនសិនតកួនក៏តែខ្ញុំមានស្រាប់ទេដាំជាប់មាត់អូអញ្ចឹងអត់មានបានសើជីសើចអីទេលក្ខណៈធម្មជាតិតែម្ដងនេះវាដុះមកឡើងខ្ចីហ្មងណាអតកូនហ្នឹងគឺវាឆ្ងាញ់តែបើតកូនយើងទិញទេវារៀងរឹងក៏វាអត់សូវឆ្ងាញ់ដែរណាមួយវាមិនសូវមានសុវត្ថិភាពដូចតកូនយើងដាំខ្លួនឯងចេះខ្ចីហើយសុវត្ថិភាពញ៉ាំឆ្ងាញ់តែម្ដងចឹងតកួនយើងបេះស្លឹកបេះអីយើងសកដាំវាទួយចឹងមកយើងសណ្ដុកបំពងណាបន្តមកឥឡូវហ្នឹងខ្ញុំទៅធ្វើជាមួយនឹងទឹកជ្រលក់ដាក់នំប៉័ងសិនយើងបំពងខ្ទឹមឲ្យយើងឈ្ងុយល្មមហើយយើងចាក់ទឹកម្ទេសជាមួយនឹងទឹកប៉េងប៉ោះចូលណាបន្ទាប់មកយើងកូរច្របល់ឆាវាឲ្យពុះមួយសន្ទុះសិនសឹមយើងដាក់បន្ថែមជាមួយនឹងសៀងឆាបន្តិចណាចំពោះសៀងឆានេះបើសិនជាបងអូនណាចូលចិត្តក៏ដាក់បើថាអត់ចូលចិត្តមិនដាក់ក៏វាអត់អីដែរអញ្ចឹងពេលដែលដាក់គ្រឿងអស់ហើយយើងភ្លក់មើលទៅថាតើបើវាល្មមនៅបើវាល្មមយើងមិនថែមថយទេតែបើថាវាអត់ទាត់ល្មមទៅចិត្តយើងថែមថយអំបិលវាចេញស្ករទៅតាមនឹងទៀតទៅហើយខ្ញុំក៏មានបន្ថែមទៅលើស្លឹកខ្ទឹមដែរអានេះបងអូនចង់ដាក់ក៏ដាក់បងអូនមិនចេះញ៉ាំក៏មិនដាក់ដែរចឹងខ្ញុំបន្តទៅដល់ការបំពងប្រហិតចំពោះការបំពងប្រហិតខ្ញុំពុះវាជា4ចឹងបងអូនព្រោះដោយសារយើងបំពងពុះអញ្ចឹងវាបានឆ្អិនសប់ដល់ក្នុងក្រៀមស្មាបើសិនជាយើងបំពងអត់ពុះវារៀងឆ្អិនទៅក្រៅវាអត់សូវឆ្ងាញ់ទេអានេះវាអាស្រ័យទៅនឹងចំណង់ចិត្តរបស់យើងទេបងអូនហើយតកូនក៏អញ្ចឹងដែរខ្ញុំគាត់ទៅដាក់ចូលខ្លាញ់កូនបន្តិចខ្ញុំស្រង់ចាញ់ហើយខ្ញុំអត់ឲ្យឆ្អិនខ្លាំងពេកទេតែកាលណាឆ្អិនពេកតកូនវានឹងស្វិតណាហើយចំពោះនំប៉័ងដបងឡាយថាពុះដាក់ប្រហិតពីក្នុងតែនំប៉័ងធំពេកបងអូនអើយដាក់អត់កើតទេពិបាកដាក់ពិបាកកាន់ពេកខ្ញុំពុះវាជា2រៀបប្រហិតរៀបតកួនស្រោចទឹកសោះស្រោចអីពីលើយើងយកតាមម្ដងហ្មងទៅចឹងអានេះខ្ញុំលាបមួយទឹកសោះទឹកអីយើងហាវយើងដាក់លាបវាឲ្យសព្វមួយនំប៉័ងហើយសំយើងដាក់តកួនពីលើហ្នឹងទៅដោយសារតែនំប៉័ងធំពេកវិធីសាស្ត្រមានតែធ្វើអញ្ចឹងឯងបងអូនស្រួលញ៉ាំកាត់កង់ញ៉ាំអញ្ចឹងយកតកួនបំពងយើងរៀបដាក់តិចច្រើនអីតាមដែលយើងត្រូវចាត់ដាក់អញ្ចឹងទៅណាបងអូនតបពីដាក់តកួនហើយរៀបសាច់រៀបប្រហិតយើងនឹងដាក់ពីលើស្រោចទឹកសោះស្រោចអីបន្ថែមទៀតទៅនិយាយពីថាអូយបងអូនយូរយើងបានធ្វើញ៉ាំម្ដងណានិយាយពីថាឆ្ងាញ់យូរបានធ្វើញ៉ាំម្ដងមិនមែនដោយសារតែម្ហូបនេះវាជាម្ហូបកម្រទេតែតកតងទៅលើប្រហិតអានេះយើងហៅថា fast food ឬក៏ processing food អានឹងយើងអត់គួរញ៉ាំវាញឹកញាប់ពេកទេព្រោះកាលណាយើងញ៉ាំញឹកញាប់ពេកវាធ្វើអាចនឹងប៉ះពាល់ទៅដល់ផ្នែកនៃកាពះរបស់យើងពិបាកក្នុងការរំលាយអាហារវាធ្វើយើងចុកសៀតតឹងណែនឆ្អល់អីចឹងទៅជាពិសេសការបំពងខ្លាញ់អីហ្នឹងព្រោះការបំពងចំណីអាហារក្នុងខ្លាញ់វាអត់បានរក្សាសារធាតុចិញ្ចឹមក្នុងចំណីអាហារយើងបានច្រើនអីទេហើយខ្លាញ់ក៏វាអាចធ្វើឲ្យយើងធាត់អីផ្សេងដែរអញ្ចឹងយើងញ៉ាំតិចតួចល្មមយូរម្ដងអីបានដែរទៅលើប្រភេទចំណីអាហារបែបហ្នឹងដើម្បីសុខភាពយើង